ល្បែងកិច្ចពីស្លាប់របស់អនុทิនទៅរួចទេហេតុអ្វីបានជាអនុทิនត្រូវរំលាយសភាមុនថ្ងៃទី25ខែសីហានាឡិកាដើរលាន់ពេញក្នុងវិមានរដ្ឋាភិបាលរបស់អនុทินឆានវិរៈគុណមិនមែនជារដ្ឋាភិបាលប្រក្រតីឡើយរដ្ឋាភិបាលនេះបានលេចចេញពីចំណុចសូន្យខាងនយោបាយរស់រានមានជីវិតតាមរយៈកិច្ចព្រមព្រៀងដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រនយោបាយប្រទេសថៃនោះគឺពឹងលើគណៈបកប្រជាជនដែលជាគណៈបកប្រឆាំងឲ្យជួយបោះឆ្នោតឲ្យខ្លួនក្លាយជានាយករដ្ឋមន្ត្រីជាថ្នូរនឹងការសន្យាច្បាស់លាស់ពីចំណុចទី1វិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវតែបញ្ចប់នៅចុងឆ្នាំ2025ទី2សភាតំណាងរាស្ត្រត្រូវតែរំលាយនៅថ្ងៃទី31ខែមករាឆ្នាំ2026បើគ្មានសំណើដាក់ញត្តិជជែកដេញដោលករណីមិនទុកចិត្តកើតឡើងទេប៉ុន្តែឥឡូវនេះគឺជាខែសីហាឆ្នាំ2026ទៅហើយការសន្យាចំណុចទី1នៅមិនទាន់បានពេញលេញនៅឡើយនេះហើយទើបមានពាក្យថាការជជែកដេញដោលករណីមិនទុកចិត្តបានផ្ទុះឡើងម្ដងទៀតហើយហេតុអ្វីបានជាថ្ងៃទី25ខែសីហាបានក្លាយទៅជាថ្ងៃផុតកំណត់ចំពោះការស្លាប់រស់របស់រដ្ឋាភិបាលនេះតើថ្ងៃទី25ខែសីហាជាអ្វីថ្ងៃទី25ខែសីហាឆ្នាំ2026គឺជាថ្ងៃបើកសម័យប្រជុំសាមញ្ញលើកទី2នៃសភាតំណាងរាស្ត្រថៃស្របតាមពេលវេលាដែលបានកំណត់សម័យប្រជុំនិងដំណើរការចាប់ពីថ្ងៃទី25ខែសីហាដល់ថ្ងៃទី22ខែធ្នូដែលពីមុននោះសភាតំណាងរាស្ត្រមិនអាចប្រជុំដូចធម្មតាហើយនៅពេលដែលសម័យប្រជុំកើតឡើងគណៈបកប្រឆាំងអាចដាក់បញ្ចូលសំណើជជែកពិភាក្សាទូទៅភ្លាមដើម្បីបោះឆ្នោតលើសំណើមិនទុកចិត្តប្រឆាំងនឹងរដ្ឋមន្ត្រីម្នាក់ឬគណៈរដ្ឋមន្ត្រីទាំងមូលដោយក្នុងមាត្រា151នៃរដ្ឋធម្មនុញ្ញនោះគឺជាអន្ទាក់ផ្លូវច្បាប់ដ៏សំខាន់បំផុតប្រសិនបើញត្តិបោះឆ្នោតលើសេចក្តីមិនទុកចិត្តត្រូវបានអនុម័តហើយបានដាក់ជូនប្រធានសភាតំណាងរាស្ត្រដាក់បញ្ចូលទៅក្នុងរបៀបវិរៈនាយករដ្ឋមន្ត្រីមិនអាចរំលាយសភាបានទេនាយករដ្ឋមន្ត្រីត្រូវតែនៅក្នុងការជជែកពិភាក្សារហូតត្រូវបានបញ្ចប់រួមទាំងការបោះឆ្នោតមិនទុកចិត្តរួចរាល់ដូច្នេះសម្រាប់លោកអនុทินឆានវិរៈគុណប្រសិនបើចង់រំលាយសភាកិច្ចខ្លួនត្រូវរំលាយសភាមុនពេលញត្តិនោះទៅដល់ដៃប្រធានសភានេះមានន័យថាលោកត្រូវតែធ្វើការសម្រេចចិត្តក្នុងរយៈពេល2-3ថ្ងៃមុនថ្ងៃទី25ខែសីហាមិនមែនក្រោយថ្ងៃទី25នោះទេហេតុអ្វីត្រូវកិច្ចខ្លួនហេតុអ្វីមិននៅតស៊ូតទៅទៀតមនុស្សជាច្រើនកំពុងឆ្ងល់ថាហេតុអ្វីរដ្ឋាភិបាលតែងតែប្រកាសខ្លួនឯងថាជារដ្ឋាភិបាលដែលត្រៀមខ្លួនជាស្រេចដើម្បីផ្ដល់ការពន្យល់គ្រប់ពេលវេលាតែស្រាប់មកពិចារណាការរំលាយសភាទៅវិញចម្លើយគឺស្ថិតក្នុងសម្លេងសភានិងសេចក្តីថ្លែងការណ៍របស់អ្នកនៅក្នុងរដ្ឋាភិបាលផ្ទាល់រដ្ឋាភិបាលនេះគឺជារដ្ឋាភិបាលសម្លេងភាគតិចតាំងពីដើមមកហើយឋានាដនព្រីស្នានន្តគុណរដ្ឋមន្ត្រីប្រចាំខុទ្ទកាល័យនាយករដ្ឋមន្ត្រីធ្លាប់បានទទួលស្គាល់លើប្រព័ន្ធផ្សព្វផ្សាយថាឱកាសនៃការឈ្នះលើការបោះឆ្នោតវិភាគលើសេចក្តីមិនទុកចិត្តគឺតិចតួចណាស់ប្រសិនបើការបោះឆ្នោតមិនទុកចិត្តមានសម្លេងលើសពី247សម្លេងនាយករដ្ឋមន្ត្រីមិនអាចនៅកាន់តំណែងបានទេហើយសម្លេងចំនួន247សម្លេងមិនមែនជាបញ្ហាចំពោះគណៈបកប្រឆាំងនៅពេលនេះទេព្រោះគណៈបកប្រជាជនមានសម្លេងគ្រប់គ្រាន់ដើម្បីដាក់ញត្តិដោយខ្លួនឯងហើយបើរួមផ្សំជាមួយនឹងគណៈបកភឿថៃនិងគណៈបកប្រឆាំងផ្សេងទៀតពួកគេប្រកាសជាទទួលបានសម្លេងជាងពាក់កណ្ដាលនៃសភាតំណាងរាស្ត្រលើពីនេះចំណុចដែលកំពុងបានត្រូវទៅជែកវែកញែកលើសេចក្តីទុកចិត្តគឺធ្ងន់ធ្ងរជាងពេលណាទាំងអស់ចំណុចទី1គឺការបរាជ័យក្នុងការអនុវត្តតាមអនុសារណៈនៃការយោគយល់គ្នាគណៈបកប្រឆាំងនឹងវាយប្រហាររឿងនេះថារដ្ឋាភិបាលដែលបានបំពានការសន្យារបស់ខ្លួនចំពោះប្រជាជនហើយនៅកាន់តំណែងលើសពីពេលវេលាដែលកំណត់ដោយខុសច្បាប់ចំណុចទី2តាក់ទងនឹងបញ្ហាព្រំដែននិងការអនុវត្តការងាររបស់រដ្ឋាភិបាលកន្លងមកដែលទទួលបានការរិះគន់យ៉ាងខ្លាំងតាក់ទងនឹងភាពមិនច្បាស់លាស់នៃគោលនយោបាយបញ្ហាទី3គឺជាបញ្ហាតូចមួយដែលបានក្លាយទៅជាបញ្ហាធំនៅក្នុងអារម្មណ៍របស់ប្រជាជនគឺករណីប្រាក់ជួយសង្គ្រោះក្នុងគ្រោះមហន្តរាយប្រជាជនត្រូវបានទទួលដំណឹងថាពួកគេនឹងទទួលបានប្រាក់ចំនួន1500បាតប៉ុន្តែនៅពេលដែលពួកគេទៅដកប្រាក់ពីម៉ាស៊ីន ATM ពួកគេបានទទួលត្រឹមតែ1300បាតប្រាក់ដែលនៅសល់ត្រូវបានរដ្ឋាភិបាលបញ្ជាក់ថានឹងបញ្ចូលទៅក្នុងប្រព័ន្ធនៅពេលក្រោយរឿងនេះបានក្លាយទៅជារូបភាពនៃការចងចាំចំពោះការគ្រប់គ្រងដែលគ្មានវិជ្ជាជីវៈនៅពេលដែលបញ្ហាទាំងនេះត្រូវបានយកមកជជែកដេញដោយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍រយៈពេល 3-4 ថ្ងៃពេញការខូចខាតនយោបាយនឹងធ្ងន់ធ្ងរជាងការរំលាយសភាដោយស្ងាត់ទី1អ្វីដែលអាចកើតឡើងគឺការដាក់ញត្តិនៅដើមខែសីហានោះការជជែកដេញដោលនៅ
เปียกันดาคายกันยาคณะปะเพื่อไทยนึ่งคณะปะประชาชนบานดะญาติรวมគ្នាក្នុងអំឡុងសប្តាហ៍ទី2នៃខែសីហាប្រធានសភាតំណាងរាស្ត្រចំណាយពេលប្រហែល7ទៅ10ថ្ងៃដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវបន្ទាប់មកដាក់បញ្ចូលភ្លាមៗទៅក្នុងរបៀបវរៈនៅពេលបើកសម័យប្រជុំសភាថ្ងៃទី25ខែសីហាការជជែកដេញដោលនឹងធ្វើឡើងនៅពាក់កណ្ដាលខែកញ្ញាការដាក់ញត្តិជជែកដេញដោលពាក់កណ្ដាលខែកញ្ញាគឺជារឿងដែលគណៈបកប្រឆាំងចង់បានបំផុតព្រោះបានផ្ដល់ឲ្យពួកគេនៅវេទិកាពេញលេញសម្រាប់ការជជែកលើសេចក្តីទុកចិត្តសេណារីយ៉ូទី2ការរំលាយសភាមុនថ្ងៃទី25ខែសីហាអនុทินឆានវីរៈគុណអាចប្រើប្រាស់អំណាចរដ្ឋធម្មនុញ្ញក្នុងនាមជានាយករដ្ឋមន្ត្រីប្រកាសរំលាយសភាតំណាងរាស្ត្រមុនពេលគណៈបកប្រឆាំងអាចដាក់ញត្តិលទ្ធផលគឺគ្មានការជជែកវែកញែកដេញដោលលើសេចក្តីទុកចិត្តកើតឡើងនោះទេហើយរដ្ឋាភិបាលនេះក្លាយជារដ្ឋាភិបាលចាំផ្ទះនៅបន្តការងារដល់រហូតមានការបោះឆ្នោតឡើងវិញគឺជាមធ្យោបាយមួយដើម្បីដោះស្រាយបញ្ហាទោះបីជាត្រូវបានរិះគន់ចំពោះការគេចវេះពីការត្រួតពិនិត្យក៏ដោយតែបានរក្សាមូលដ្ឋានសម្លេងឆ្នោតនិងមុខមាត់របស់គណៈបកភូមិใจថៃបានល្អជាងការដួលរលំនៅក្នុងសភាសេណារីយ៉ូទី3អូសបន្លាយពេលដើម្បីចរចាមានការប៉ុនប៉ងដោយអ្នកសម្របសម្រួលក្នុងការចរចាជាមួយគណៈបកប្រឆាំងមិនឲ្យដាក់ញត្តិជជែកវែកញែកលើសេចក្តីទុកចិត្តជាថ្នូរនឹងការកំណត់កាលបរិច្ឆេទច្បាស់លាស់សម្រាប់សម័យប្រជុំសភាដូចជានៅខែកញ្ញាឬខែតុលាតែសេណារីយ៉ូនេះអាចនឹងទៅរួចតិចតួចណាស់ពីព្រោះការជឿទុកចិត្តគ្នាទៅវិញទៅមកបានបាត់បង់ចាប់តាំងពីថ្ងៃផុតកំណត់ថ្ងៃទី31ខែមករាមកម្លេះការបញ្ចប់នៃល្បែងកិច្ចពីស្លាប់នេះមិនមែនថាការជជែកដេញដោលមិនទុកចិត្តកើតឡើងឬមិនកើតឡើងនោះទេប៉ុន្តែតើអ្នកណាជាអ្នកកំណត់ពេលវេលាប្រសិនបើអនុทินឆានវីរៈគុណកំណត់ពេលវេលាគាត់នឹងអំពាវនាវឲ្យរំលាយសភាមុនថ្ងៃទី25ខែសីហាដើម្បីជៀសវាងការត្រួតពិនិត្យនៅក្នុងសភាប៉ុន្តែប្រសិនបើគណៈបកប្រឆាំងជាអ្នកកំណត់ពេលវេលាពួកគេនឹងប្រញាប់ប្រញាល់ដាក់ញត្តិនេះត្រឹមតែប៉ុន្មានថ្ងៃមុនថ្ងៃទី25ខែសីហាដើម្បីចាក់សោរារាំងការរំលាយសភានិងបង្ខំឲ្យមានការជជែកដេញដោលនៅក្នុងខែកញ្ញាទោះច្រកមួយណាក៏ដោយថ្ងៃទី25ខែសីហាមិនមែនគ្រាន់តែជាការបើកប្រជុំសភានោះទេប៉ុន្តែជាថ្ងៃផុតកំណត់នយោបាយដែលបង្ខំឲ្យមេដឹកនាំសម្រេចចិត្តថាតើត្រូវប្រយុទ្ធដល់ទីបញ្ចប់ឬដកថយឬដកឃ្លាទៅរៀបចំខ្លួនឡើងវិញភាពតានតឹងក្នុងប៉ុន្មានថ្ងៃខាងមុខនេះនឹងកំណត់របៀបដែលនយោបាយស្លាប់រស់របស់ប្រទេសថៃតើនឹងឈ្មោះទៅរកការបោះឆ្នោតដោយរបៀបណា